បាទសួស្តីពុកម៉ែបងប្អូនគ្នាថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនគ្នាមកមើលទឹកធ្លាក់ជើងភ្នំទំព័របងប្អូនអរគ្នាហ្នឹងហើយទឹកធ្លាក់ជើងភ្នំទំព័រនេះផងដែរគឺស្ថិតនៅស្រុកវាលវែងបានខេត្តពោធិ៍សាត់អ្នកទាំងអស់គ្នាឥឡូវនេះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូពេញទាំងអស់គ្នាបងប្អូនបាទឥឡូវនេះយើងបានធ្វើដំណើរពីរង្វង់មូលដំរីចុះទៅតាមផ្លូវជាតិលេខ10ដែលផ្លូវភ្ជាប់មកខាងស្រុកសន្លប់ខេត្តបាត់ដំបងបងប្អូនអរគ្នាយើងធ្វើដំណើរមកត្រង់តែម្ដងមកគឺខ្ញុំបានថតពីផ្លូវចេញពីផ្ទះមកទេបងប្អូនខ្ញុំថតពីចាប់ពីវងមូលដំរីមកអញ្ចឹងណាឥឡូវនេះយើងធ្វើដំណើរមកត្រង់តាមផ្លូវជាតិលេខ10ប្រហែលជា5គីឡូពីវងមូលដំរីមកដល់ផ្លូវចូលអ្នកទាំងអស់គ្នាហើយនេះគឺផ្លូវចូលគេដាក់ផ្លាកដាក់អីតាមនឹងតែម្ដងណាបងប្អូនដល់ផ្លូវហើយក៏បត់ចូលមិននៅរុញរាយូរទេបងប្អូនគាត់តែចូលមកភ្លាមបងប្អូនមើល view នៅពីមុខគាត់ណាមើលភ្នំបងប្អូនជាវិថាទេសភាពអូយតិចភ្នែកមែនតែនស្រស់ស្រាយតែម្ដងណាសម្រាប់អ្នកដែល stress នឹងការងារអីគឺមកគឺស្រស់ស្រាយបងប្អូនគឺយូរ relax តែម្ដងបងប្អូនមើលទេសភាពជុំវិញសឹបតែភ្នំហើយស្អាតថាពេលហ្នឹងគឺយើងមកវាមេឃស្រទុំហើយវាមានអាប់មានពពកអញ្ចឹងណាគឺស្អាតមែនតែមើលក្នុងវីដេអូបងប្អូនហើយមកដល់ទីនេះគឺមានកន្លែងផ្ញើម៉ូតូផ្ញើឡានអីមួយសែតបងប្អូនកុំបារម្ភយើងផ្ញើនឹងសន្តិសុខគេអញ្ចឹងយើងដើរតាមផ្លូវស្លងស្ពានទៅមុខទៀតទៅឥឡូវយើងបានមកដល់កន្លែងផ្លូវចូលហើយនេះហើយកន្លែងទីមានទុកទឹកមានអីទេណាបងប្អូនចឹងមិនទៅពណ៌ឥឡូវយើងធ្វើការដើរឡើងទៅលើទីនោះទៀតដើរមកតាមនេះឥឡូវយើងកំពុងតែធ្វើដំណើរឡើងទៅជាលើកទី2ឯនេះតែលើកមុនមកវាមានទឹកលើកនេះមកមានទឹកនេះបងប្អូននេះទុកទឹកគេមានទុកទឹកមានអីធំធំបងប្អូននេះយើងធ្វើការចូលទៅមកតែ2នាក់ទេស្ងាត់ឈឹងតែម្ដងយោយចូលហើយអែនអូយងឹតឈឹងទៅផ្លូវបងប្អូននេះឲ្យជួបព្រៃសុតណាឥឡូវនេះយើងបានមកដល់តំណាក់សួនក្រោមគេនេះបងប្អូនមិញមានសត្វតូចទៀតមិញតែថតអត់ជាប់វាផ្អើវាលឿនពេករត់លឿនពេកដូចជាបើមិនតូចក៏ស្វាដែរមិញមើលអត់ទាន់វារត់លឿនពេកនេះបងនេះវាដល់តំណាក់ក្រោមហើយវាទៅមើលនៅលើទៀតឥឡូវនេះយើងដល់វគ្គឡើងតោងខ្សែទៀតហើយបងប្អូនកន្លែងហ្នឹងបើសម្រាប់អ្នកដែលមានក្មេងមានអីមកគឺរៀងពិបាកបន្តិចបងប្អូនព្រោះដោយសារកន្លែងហ្នឹងគឺវាឡើងយើងខ្ពស់ដែរហើយក៏វាមានថ្មអាចនឹងល្អិលអាចនឹងអីចឹងណាបងប្អូនតែសម្រាប់ដូចខ្ញុំចេះវាមិនអីទេយើងឡើងប្រូចមើលតែដំណើរទៅដើរលឿនចឹងណាព្រោះយើងដើរបញ្ញាប់លឿនយើងដើរស្រួលដោយសារយើងខ្លួនមួយចឹងណាតែបើសម្រាប់អ្នកមានក្មេងតូចគឺពិបាកបងប្អូនតែមិនធ្វើទេដើម្បីមកមើលទឹកធ្លាក់ដ៏ស្រស់ស្អាតនិងបង្ហាញជូនពុកម៉ែបងប្អូនឲ្យបានឃើញទាំងអស់គ្នានៅទឹកធ្លាក់ជើងភ្នំទំព័រយើងត្រូវតែទៅទាំងអស់គ្នាមកដល់ហើយOh my god យើងបានមកដល់ជាលើកទី2ហើយជើងភ្នំទំព័រស្អាតបងប្អូនមកលើកនេះអត់ខកបំណងទេបងប្អូនគឺមកដល់ឃើញទឹកធ្លាក់ស្អាតមែនតែនតែម្ដងទឹកធ្លាក់ច្រើនបងប្អូនហើយមើលតែក្នុងវីដេអូនឹងមើលតែកាយវិការទៅថាសប្បាយចិត្តប៉ុណ្ណាបងប្អូនហើយសប្បាយចិត្តមែនតែនយើងស្រឡាញ់នៅទេសភាពដែលធម្មជាតិអញ្ចឹងណាបែបធម្មជាតិទឹកធ្លាក់ទឹកអីអញ្ចឹងទៅវាស្អាតមែនតែនណាវា fresh ហ្មងបងប្អូនគឺចង់ប្រាប់បងប្អូនថាមកទឹកធ្លាក់នឹងគឺមកតែ2នាក់ទេណាបងប្អូនគឺយើងមកពេលហ្នឹងមកចំថ្ងៃច័ន្ទណាបងប្អូនតែអញ្ចឹងអត់មានអ្នកមកទេយើងមកតែ2នាក់ហើយសុបាយតែ2នាក់ហ្នឹងទៅបងប្អូនឥឡូវបងប្អូនទៅមើលវីដេអូពេញដែលខ្ញុំលេងនៅកន្លែងទឹកធ្លាក់ហ្នឹងតែម្ដងទៅណាបងប្អូនអូភ្លេចប្រាប់បងប្អូនខ្ញុំចង់ប្រាប់ពាក្យចុងក្រោយមួយដែរគឺពេលហ្នឹងខ្ញុំទៅលេងទឹកហ្នឹងខ្ញុំបានទៅចូលនៅក្រោមទឹកធ្លាក់ដែលកន្លែងទឹកធ្លាក់មកចំហ្នឹងខ្ញុំចូលទៅគឺទឹកធ្លាក់សកត់ខ្ញុំបងប្អូនសកត់ខ្ញុំឲ្យគៀបជើងជាប់ហ្នឹងខ្ញុំឡងភ័យមែនតែពេលហ្នឹងឡងឆ្លន់ណាគឺចង់ប្រាប់បងប្អូនថាកុំទៅលេងក្រោមទឹកធ្លាក់កន្លែងណាក៏ដោយបងប្អូនហាមចូលក្រោមទឹកធ្លាក់វាអាចនឹងគ្រោះថ្នាក់ដល់ជីវិតដល់អីចឹងណាព្រោះដូចខ្ញុំជួបជាក់ស្ដែងតែភ័យមែនតែនណាបងប្អូនពេលហ្នឹងភ័យអញ្ចឹងបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នបានខ្ពស់មែនតែនកុំឲ្យជួបរឿងដូចខ្ញុំអញ្ចឹងណាបងប្អូននេះកន្លែងវីដេអូដែលខ្ញុំដើរចូលទៅហ្នឹងបងប្អូនហើយសកត់ខ្លាំងខ្ញុំខំរត់ឡើងជិះវិញខ្ញុំភ័យមែនតែពេលហ្នឹងអាហ្នឹងរត់ឡើងគៀបជើងឡើងឈាមណាបងប្អូនពេលហ្នឹងសកត់រៀងយូរដែរបងប្អូនគាត់ថាវីដេអូនេះខ្ញុំកាត់ឲ្យវាលឿនអញ្ចឹងដាក់លឿនអញ្ចឹងណាអញ្ចឹងសូមពុកម៉ែបងប្អូនសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាទៅលេងកន្លែងទឹកធ្លាក់អីចឹងណាសូមមានការប្រុងប្រយ័ត្នហើយវីដេអូមានតែប៉ុណ្្នឹងបងប្អូនតែបងប្អូនកុំភ្លេចទស្សនាវីដេអូខាងចុងនឹងបន្តិចទៀតទៅ
phải na